សួស្តីអ្នកនរគ្នាតោះមកធ្វើដំណើរកំសាន្តជាមួយខ្ញុំនៅរដូវកាលភ្ជុំបិណ្ឌទាំងអស់គ្នាឥឡូវខ្ញុំធ្វើដំណើរចេញពីខេត្តសៀមរាបដើម្បីឆ្ពោះទៅខេត្តបាត់ដំបងនៅតាមផ្លូវទេសភាពពិតជាស្រស់ស្អាតមែនទែនមកយើងរៀបចំស្រស់ស្រូបអាហារពេលព្រឹកនៅតាមផ្លូវជាមួយនឹងអាហារដែលរៀបចំពីផ្ទះហើយក៏រៀបចំបន្តដំណើរទៅវត្តមួយនៅខេត្តបាត់ដំបងដែលមានអាយុកាលយូរអង្វែងផងដែរហើយយើងក៏បានរៀបចំចង្ហាន់នៅអីវ៉ាន់បាំងស្គមមួយចំនួនដើម្បីឧទ្ទិសដល់ញាតិសន្តានដែលបានចែកឋានទៅហើយនឹងឧទ្ទិសទៅដល់វីរបុរសកងទ័ពដែលបានពលីជីវិតការពារប្រទេសជាតិផងដែរនៅវិហារនេះមានរូបចម្លាក់ដែលតាក់ទងជាមួយនឹងអក្សរសិល្ប៍រាមកេរ្តិ៍ផងដែរឥឡូវយើងរៀបចំធ្វើដំណើរដើម្បីទៅឧទ្ទិសនៅលោកតាដំបងកញ្ញុងដែលជាកន្លែងស័ក្តិសិទ្ធិមួយនៅខេត្តបាត់ដំបងផងដែរលោកតាដំបងកញ្ញុងគាត់ទំហំបដិមារបស់គាត់គឺធំមែនទែនហើយស្អាតបន្ទាប់មកយើងក៏បន្តដំណើរទៅកាន់ផ្ទះលោកម្ចាស់ដើម្បីទស្សនានៅក្នុងនឹងផងដែរនៅក្នុងនឹងមាននៅវត្ថុបុរាណមួយចំនួនដែលគេតាំងលម្អនៅក្នុងដែរបន្ទាប់មកយើងធ្វើដំណើរចេញទៅវិញដើម្បីរៀបចំទៅ check in នៅអូតែលនៅខេត្តបាត់ដំបងពិតជាស្ងប់ស្ងាត់ដែលជាកន្លែងមួយដ៏មានផាសុកភាពខ្លាំងឥឡូវយើងមកដល់អូតែហើយពិតជាស្អាតហើយមានតម្លៃសមរម្យបន្ទាប់មកយើងទៅកាហ្វេនៅដងស្ទឹងសង្កែហើយក៏រៀបចំចេញដំណើរដើម្បីឡើងភ្នំបាណន់ផងដែរទេសភាពនៅលើភ្នំបាណន់មានខ្យល់បក់ត្រជាក់និងដើមឈើដ៏មនោរម្យមានប្រាសាទនៅខាងលើភ្នំបាណន់នឹងដែរសួស្តីអ្នកនរគ្នាខាំបែតមួយខ្ញុំនៅ Part 2 ដំណើរកម្សាន្តនៅខេត្តបាត់ដំបងរដូវកាលភ្ជុំបិណ្ឌថ្ងៃនេះជាថ្ងៃទី2នៅខេត្តបាត់ដំបងព្រឹកឡើងពួកខ្ញុំនិងគ្រួសារបានមកញ៉ាំកាហ្វេនៅ Kayo Cafe ទេសភាពនៅទីនោះវាមានដើមឈើពណ៌បៃតងម្លប់ហើយគេបានផ្សែងមកមានអារម្មណ៍ថាត្រជាក់មែនតើហើយវាទ្រីងនៅនឹងខ្ញុំរេតឲ្យ7លើ10ជាមួយនឹងទេសភាព10លើ10ពួកអីនៅនឹងស្អាតបន្ទាប់មកយើងក៏នឹងគ្នាទៅជីឡូរីសម្បត្តិតាមម្នាក់មើលនេះសម្រាប់ខ្ញុំជីឡូរីសម្បត្តិវាម្នាក់មើលហ្នឹងវាមានតម្លៃសមរម្យពួកយើងជិះពី30ទៅ40នាទីហើយបានជិះកាត់ទេសភាពស្អាតមានភ្នំនៅតាមគៀនដែរនិយាយមកគឺ fresh ហ្មងពេលដែលយើងបានជិះឡូរីចេញពីជីឡូរីក៏ត្រឡប់មកខេត្តសៀមរាបវិញក៏ឆ្លងកាត់វត្តដែលស្អាតមួយនៅតាមដងផ្លូវដែរនៅខេត្តបន្ទាយមានជ័យហើយយើងក៏ធ្វើដំណើរបន្តទៅខេត្តសៀមរាបនៅតាមផ្លូវក៏មានភ្លៀងរ៉ែផងដែរបន្ទាប់មកយើងក៏ចូលញ៉ាំអាហារពេលយប់ដោយចូលញ៉ាំនៅតកែតូចជ្រើសរើសយកស៊ុបស៊ីឈွမ်းវាមានរសជាតិឆ្ងាញ់វាអត់ហាងខ្លាំងវាមានរសជាតិដិតឆ្ងាញ់ហើយបរិមាណច្រើនសម្រាប់មីស៊ីឈွမ်းនៅនឹងខ្ញុំរេតឲ្យ10លើ10ពួកអីឆ្ងាញ់សម្រាប់ខ្ញុំសួស្តីអ្នកនរគ្នានេះជា Part 3ក្រោយពីខ្ញុំបានត្រឡប់មកពីខេត្តបាត់ដំបងមកខ្ញុំស្រាបានមួយយប់ហើយថ្ងៃបន្ទាប់ខ្ញុំបានបន្តដំណើរកម្សាន្តនៅប្រាសាទនៅក្នុងខេត្តសៀមរាបមានដូចជាប្រាសាទក្រវ៉ាន់ប្រាសាទបន្ទាយក្តីនិងប្រាសាទនាគពន្ធព្រោះប្រាសាទទាំង3នោះជាប្រាសាទដែលខ្ញុំចូលចិត្តមកចំណែកឯប្រាសាទនាគពន្ធវិញមានភ្លៀងធ្លាក់ខ្យល់បក់ត្រជាក់
ហើយក៏ពេលហ្នឹងមេឃភ្លៀងខ្លាំងវាពិតជា fresh មែនតើ